គ្រាន់តែចុះមួយថ្ងៃនៅម៉ាឡេស៊ីយន្តហោះ C5 យន្តហោះដែលដឹកឧត្តមភាគចាស់យន្តហោះដែលដឹករថយន្តយន្តហោះដែលដឹកស្អីៗទៅហ្នឹងវាទៅដល់ម៉ាឡេស៊ីតាំងពីថ្ងៃ24 25យ៉ាងតិច4យន្តហោះការពារ Air Force One គឺការពារនៅក្នុងទំហំផ្ចិតយល់ពីទំហំផ្ចិតទេ Raiders ទំហំផ្ចិត275ម៉ែត្រ275ម៉ែត្រអូខេ275ម៉ែត្រ275ម៉ែត្រមានន័យថា450គីឡូម៉ែត្រទំហំផ្ចិតនៅពេលដែលឥឡូវខ្ញុំនិយាយស្ដាប់ពេកទៅដល់មកប៉ុន្តែខ្ញុំតមកទៀតទៀតហើយខ្ញុំនិយាយស្ដាប់ឧបមាឧទាហរណ៍ Air Force One ហោះចេញពីចំណុចមួយណានៃអាមេរិកជាពិសេសគឺ Andrew Base ពលានយន្តហោះទ័ពអាកាសនៅម្ដុំខ្ញុំពេលយន្តហោះឡើងកិច្ចការពារគឺធ្លាក់ទៅលើអង្គការ NORAD ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង Marine ណាដល់ពេលយន្តហោះនឹងចាប់ដើមឡើងទៅគ្រប់ហើយ NORAD ទទួលខុសត្រូវការពារនៅក្នុងទំហំ750គីឡូម៉ែត្រនៅអាមេរិកដល់ពេល NORAD បានហាយហោមការពារអាមេរិកហើយនៅពេលដែលយន្តហោះរបស់លោកត្រាំលោកប្រធានាធិបតីបានចូលទៅដល់ Pacific នៅពេលហ្នឹងអាស្រ័យទៅលើផ្លូវនៃហោះតើហោះតាម Alaska ឬក៏ហោះត្រង់ទៅកាន់ Hawaii និង Guam អីចឹងបើហោះទៅទីណា Radar ហើយនឹងប្រព័ន្ធ NORAD នឹងបញ្ជូនកិច្ចការហ្នឹងទៅឲ្យ PAC Pacific Air Command សេនាធិការនៃកងអាកាស Pacific ក៏គេទទួលការពារលោកត្រាំនៅក្នុងរង្វង់ផ្ចិត450គីឡូម៉ែត្រយន្តហោះអញ្ចឹងមិនមែនយន្តហោះអមអីហ្នឹងតិចតួចទេ450គីឡូម៉ែត្រមាន Jet Fighter មាន AWAC គឺយន្តហោះដែលមាន Radar ហ្នឹងជាច្រើនគ្រឿងដើម្បីវាស់មើលក្នុងរង្វង់ផ្ចិត450គីឡូម៉ែត្រហើយមិនបានវាស់រង្វង់ផ្ចិត450គីឡូម៉ែត្រក៏ការពារខ្លាចគេបាញ់យន្តហោះប្រទេសដីការក្រវៀស Radar ក្នុងរង្វង់ផ្ចិត450គីឡូម៉ែត្រអាចឲ្យឱកាស Air Force One ការពារខ្លួនបានណាហើយដល់ពេលហោះផុតដែនអាកាសអាមេរិកណាឧបមាថាទៅដល់បំរុងទៅម៉ាឡេស៊ីតើប្រទេសណាមានកិច្ចព្រមព្រៀងដែលអាមេរិកដាក់ Radar អាកាសរបស់ខ្លួនណាឧទាហរណ៍ថាមិញហ្នឹងកុំភាសានិយាយថាម៉ាឡេជាប្រទេស5នៅក្នុង Five Power Defense Arrangement តើម៉ាឡេមាន Radar សម្រាប់ទទួលទេបើ Radar នឹងទទួលគឺក្រោយពី Pacific Air Command ចាប់កិច្ចការរបស់ខ្លួនសញ្ញានៃ Air Force One ត្រូវបញ្ជូនទៅឲ្យម៉ាឡេស៊ីឬក៏សិង្ហបុរីមានត្រូវបញ្ជូនឲ្យសិង្ហបុរីណានៅពេលបញ្ជូនឲ្យសិង្ហបុរីកម្លាំងទ័ពអាមេរិកនៅក្នុង Pacific Air Command ដដែលហ្នឹងប៉ុន្តែនៅក្នុង Zone Pacific Air Command ដែលនៅប្រទេសជប៉ុនពីព្រោះនៅខាង South China Sea អាមេរិកអត់មាន base ទេអញ្ចឹង base នៅជប៉ុនត្រូវ provide protection យន្តហោះរបស់កងអាកាសណាបើមានការខ្វះខាតណានាវាផ្ទុកយន្តហោះដែលប្រចាំការនៅក្នុង Pacific ត្រូវឡើងមកជួយការពារដល់ជួយការពាររហូតមកដល់ម៉ាឡេស៊ីចុះយន្តហោះហ្នឹងគេអាចទៅចុះចតនៅសិង្ហបុរីគេអាចទៅចុះចតនៅប្រទេសណាមួយជិតហ្នឹងឬក៏គេត្រឡប់ទៅជប៉ុនវិញទៅតាមកម្លាំងនៃចម្ងាយដែលគេចាក់សាំងបានគេចង់ចឹងអាហ្នឹងដំណើរផ្លូវរបស់យន្តហោះដែលទាមដីទៅឥឡូវនិយាយភាសាទៀតទោះបីត្រំធ្វើដំណើរពីវាលយន្តហោះទៅកន្លែងប្រជុំអាស៊ានក៏ដោយទោះបីមានឡានមានអីហើយក៏ដោយប៉ុន្តែហេលីកូបទ័រ Marine One បានដឹកយកទៅដាក់នៅហ្នឹងយ៉ាងតិចក៏4គ្រឿងដែរទោះបីគេមិនអូសចេញពីអា C5 ហ្នឹងក៏គេដាក់នៅក្នុង C5 ហ្នឹងចោលដែររួមទាំងឡានបាញ់មិនមុតដុតមិនចេះហើយឡានមួយចំនួនគេដាក់នៅមួយនៅម៉ាឡេស៊ីគេដាក់មួយនៅជប៉ុនគេដាក់មួយនៅកូរ៉េគេត្រូវដឹកយកទៅទុកហើយស្រាប់ហើយប្រព័ន្ធបាញ់ត្រង់នោះអា sniper គេទៅមុននោះហើយដូចនៅបលិយន្តហោះសកខ្មែរឃើញគេលើកអារៀនគេលើកឡើងអ្នកឈរហ្នឹងសិតតែមិនកាំងដែរអាហ្នឹងហើយពួកហ្នឹងវាទៅអស់មុនហ្នឹងឈប់ហើយតែអញ្ចឹងគាត់ថាការធ្វើដំណើរទៅក្នុង Pacific ហ្នឹងអ្នកដែលទទួលខុសត្រូវធំជាងគេគឺ PAC ប្រែជាភាសាខ្មែរថា Pacific Air Command សេនាធិការនៃកងអាកាសរបស់អាមេរិកក្នុង Pacific ហើយបើយន្តហោះវាមិនចេះខ្វះទេណាហើយរង្វង់ផ្ចិតនៃការការពារគឺ450គីឡូម៉ែត្រពីព្រោះនៅពេលដែលគេបាញ់កំជួចកំតិចយន្តហោះប្រធានាធិបតីតលតែកម្លាំង Radar ដែលសង្កេតការជុំវិញប្រធានាធិបតីនោះ450គីឡូម៉ែត្របានទប់ជាប់អញ្ចឹងទេគេបាញ់សត្រូវណាមួយអាចបាញ់មកពីព្រោះបើ450គីឡូម៉ែត្រអាលបឿនកំជួចបាញ់យន្តហោះដែលលឿនជាងសម្លេង3ដងហ្នឹងអាចទប់បានយើងកម្លាំងដែលកំពុងការពារប្រធានាធិបតីអាចទប់បានអូខេនេះឆ្លើយលេងទេឆ្លើយលេងយ៉ាងហ្នឹងឆ្លើយលេងឲ្យស្ដាប់ណាតែកូនណាថាប៉ាន់តែកុំជឿចេមសុកណាចេមសុកអូចេមសុកនេះចេមសុកនេះចេះតែនិយាយមកឲ្យតែសួរវាពោភ្លាមចេមសុកបកកាយពោបកកាយពូណាឲ្យតែមានសួរវាមិនដែលអាណាចេះតែឆ្លើយរហូតទេណាបងប្អូនអានឹងអញ្ចឹងអូខេ